សំងាកអារម្មណ៍ប្រិយមិត្តមកតាមដានជាមួយនឹង idol របស់អ្នកទាំងអស់គ្នាវិញម្ដងគឺកំឡោះរូបសង្ហាតារារ៉េបវ៉ាន់ដាបាទកំពុងតែល្បីហើយល្បីទៀតពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកគាំទ្រមានអ្នកតាមដានច្រើនមែនទេបាទអ្នកគាំទ្រចង់ស្គាល់នារីរឹងមាំធ្លាប់ជាមនុស្សអតីតវ៉ាន់ដាក្រោយលោកទម្លារឿងផ្ទាល់ខ្លួនយ៉ាងកំរកាលពីរាត្រីថ្ងៃ11មករាឆ្នាំ2023កន្លងទៅតារាចម្រៀងរ៉េបវ៉ាន់ដាបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលលោកបានបង្ហោះសារមួយនៅក្នុងគណនី Facebook Page ផ្ទាល់ខ្លួនរបស់លោករៀបរាប់ពីការជ្រើសរើសដៃគូជីវិតឲ្យបានត្រឹមត្រូវដោយផ្អែកទៅលើបទពិសោធន៍ជីវិតរបស់តារារ៉េបរូបនេះជាមួយនឹងចំណងជើងយ៉ាងស៊ីជម្រៅថាស្នេហានិងការងារមានតួនាទីធំនៅក្នុង Daily Routine សពទម្លាប់ប្រចាំថ្ងៃនៅក្នុងនោះដែរលោកវ៉ាន់ដាបានសរសេររៀបរាប់ពីស្នេហាដែលមិនសមអំណងកាលពីមុនរបស់លោកថាពីមុនមកខ្ញុំធ្លាប់មាននារីដែលខ្លាំងម្នាក់នៅក្បែរដោះស្រាយរួមគ្នាទាំងការងារបញ្ហាលើកទឹកចិត្តផ្ដល់ភាពកក់ក្ដៅនិងសុភមង្គលឲ្យគ្នាពេលមានពេលវេលាសម្រាប់គ្នារកចំណូលផ្សេងគ្នាចំណាយផ្សេងគ្នាហើយខ្ញុំអាចធ្វើការងារទាំងនោះបានដោយស្នាមញញឹមទឹកមុខស្រស់បោះមានគំនិតច្នៃប្រឌិតមានអារម្មណ៍រំភើបនិងកម្លាំងចិត្តដែលដៃគូរបស់យើងផ្ដល់ឲ្យយ៉ាងណាមិញចំពោះទំនាក់ទំនងមួយនេះពុំបានជោគជ័យនោះឡើយដោយសារតែបញ្ហាមួយចំនួនដោយសារលោកបានលើកឡើងថាបើទោះបីជាយើងមិនបានបង្ហាញទំនាក់ទំនងស្នេហានិងរួមដំណើរជាមួយនឹងគ្នារហូតមែនតែពួកយើងបានបញ្ចប់វាដោយរកឃើញការកំណត់គោលដៅនិងពាក់កណ្ដាលនៃភាពជោគជ័យរៀងៗខ្លួនបូករួមនឹងការនឹងភាពញញឹមដូចគ្នាដោយផ្អែកទៅលើបទពិសោធន៍នេះលោកបានបញ្ជាក់ថាការរើសដៃគូត្រូវយល់ពីការងាររៀងខ្លួនពិតជាមានសារៈសំខាន់ក្នុងទម្លាប់ប្រចាំថ្ងៃនោះទោះក្នុងកាលៈទេសៈណាមួយជាបទពិសោធន៍មួយដ៏ល្អមេរៀនថ្មីនិងបំភ្លឺផ្លូវសម្រាប់ពួកយើងទាំងពីរនៅពេលថ្ងៃមុខមិនតែប៉ុណ្ណោះលោកក៏បានរំលឹកដល់មហាជនអ្នកគាំទ្រជាច្រើនឲ្យមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសដៃគូជីវិតនឹងផងដែរ